Hello សួស្តីអ្នកទាំងអស់គ្នាខ្ញុំកូរីខ្ញុំត្រឡប់មកវិញហើយនៅក្នុងថ្ងៃនេះគឺខ្ញុំចង់ធ្វើវីដេអូតាក់ទងជាមួយនឹង prediction សម្រាប់តារានិករទាំង12នៅក្នុងខែ5ហ្នឹងប៉ុន្តែវីដេអូហ្នឹងគឺខ្ញុំនិយាយត្រឹមតែសប្តាហ៍ទី1ទេរយៈពេល7ថ្ងៃពីថ្ងៃទី1រហូតដល់ថ្ងៃទី7ក្នុងខែ5ហ្នឹងអញ្ចឹងណាអូខេ Aquarius Rising នៅក្នុងថ្ងៃទី3គឺយើងមាន Venus conjunction Neptune នៅក្នុងតារានិករ Aries ក្នុង degree ទី1ដែលវាស្ថិតនៅក្នុងផ្ទះទី3របស់អ្នកទាំងអស់គ្នាអញ្ចឹងអាចនិយាយបានថាតំណែងតំណងអ្នកទាំងអស់គ្នាជាមួយនឹងបងប្អូនឬក៏អ្នកជិតខាងឬក៏ការនិយាយស្ដីរបស់អ្នកទាំងអស់គ្នាការសន្ទនារបស់អ្នកទាំងអស់គ្នាឬក៏ business អ្នកទាំងអស់គ្នាឬក៏ day to day to do list អីអស់ហ្នឹងតាក់ទងជាមួយនឹងទម្លាប់ប្រចាំថ្ងៃរឿងដែលអ្នកទាំងអស់គ្នាធ្វើដដែលប្រចាំថ្ងៃហ្នឹងវាគាត់បើជាងមុនឬក៏អាចនឹងនិយាយបានថា business អ្នកទាំងអស់គ្នារកស៊ីនឹងគាត់បើជាងមុនអីចឹងណាហើយតំណែងតំណងមួយអ្នកទាំងអស់គ្នាជាមួយនឹងបងប្អូនគឺភាសាជាងមុនអីចឹងទៅវាគាត់បើជាងខែ3ខែ4ហើយការនិយាយស្ដីរបស់អ្នកទាំងអស់គ្នាអាចនឹងមានគេស្ដាប់ច្រើនអីចឹងណាហ្នឹងហើយអញ្ចឹងនៅក្នុងដើមខែ5ហ្នឹងការនិយាយស្ដីរបស់អ្នកទាំងអស់គ្នាគាត់បើជាងមុនអ្នកទាំងអស់គ្នានិយាយទៅគេអត់សូវយល់ច្រឡំច្រើនហ្នឹងហើយហើយតំណែងតំណងអ្នកទាំងអស់គ្នាជាមួយនឹងអ្នកជិតខាងបងប្អូនឬក៏ business របស់អ្នកទាំងអស់គ្នាវាគ្រាន់បើជាងពីខែ3ខែ4ហ្នឹងអូខេអញ្ចឹងនៅក្នុងថ្ងៃទី4គឺយើងមាន Pluto retrograde នៅក្នុងតារានិករ Aquarius នៅក្នុង degree ទី3អញ្ចឹង Pluto គឺយើងនិយាយអំពីការ transformation death and rebirth ឬក៏ការផ្លាស់ប្ដូរអ្វីទាំងស្រុងហ្មងអញ្ចឹងនៅពេលដែល retrograde គឺធ្វើឲ្យអ្នកទាំងអស់គ្នាត្រឡប់ទៅគិតឡើងវិញអញ្ចឹងណាអញ្ចឹងអ្នកទាំងអស់គ្នាអាចនៅក្នុងកំឡុងពេលហ្នឹងតាក់ទងដោយសារតែវា Pluto retrograde នៅក្នុង Aquarius នៅក្នុងផ្ទះទី1របស់អ្នកទាំងអស់គ្នាដែលតាក់ទងជាមួយនឹងរូបរាងខាងក្រៅរបស់អ្នកទាំងអស់គ្នាឬក៏អាចនឹងជា identity របស់អ្នកទាំងអស់គ្នាអ្វីដែលជាអ្នកទាំងអស់គ្នាហ្មងអញ្ចឹងអត្តចរិតរបស់អ្នកទាំងអស់គ្នាគឺជាអ្វីដែលអ្នកទាំងអស់គ្នាហ្មងមិនត្រឹមតែសម្ផស្សខ្លួនទេអញ្ចឹងអ្នកទាំងអស់គ្នាអាចនឹងគិតក្នុងការចង់ផ្លាស់ប្ដូរអ្វីមួយតាក់ទងជាមួយនឹងរូបរាងរបស់អ្នកទាំងអស់គ្នាអាចតាក់ទងជាមួយនឹងការហាត់ប្រាណឬក៏មុខមាត់អីអ្នកទាំងអស់គ្នាបើអ្នកខ្លះអាចនឹងគាត់ចង់ទៅកែសម្ផស្សកែអីចឹងណាហ្នឹងហើយអញ្ចឹងកើតម្ដងទៀតនៅក្នុងកំឡុងពេលហ្នឹងអីចឹងទៅហ្នឹងហើយមួយទៀតអត្តចរិតរបស់អ្នកទាំងអស់គ្នាឬក៏ដោយសារតែអ្នកដែលគាត់មាន Aquarius rising ខ្ញុំគិតថានៅពេលដែល Pluto ចូលទៅក្នុង Aquarius គឺពួកគាត់ចង់ផ្លាស់ប្ដូរខ្លួនគាត់ទាំងស្រុងហ្មងមិនត្រឹមតែរូបរាងរបស់ពួកគាត់ទេសូម្បីតែអត្តចរិតរបស់គាត់ទាំងមូលតែម្ដងគឺគាត់នឹងមានការចង់ផ្លាស់ប្ដូរទាំងស្រុងហ្មងអញ្ចឹងនៅក្នុងកំឡុងពេលហ្នឹងអ្នកទាំងអស់គ្នានឹងឃើញថាកន្លែងណាខ្លះដែលអ្នកទាំងអស់គ្នាគួរតែផ្លាស់ប្ដូរដោយសារតែ Pluto retrograde ហ្នឹងគឺវាមានរយៈពេល5ខែវាអាចនឹង show វាអាចនឹងរៀងសពិចសពិលនៅក្នុងកំឡុងពេលហ្នឹងអញ្ចឹងណាហ្នឹងហើយអញ្ចឹងAquarius rising នៅក្នុងសប្តាហ៍ទី1ហ្នឹងគាត់អាចនឹងរៀងគាត់ផ្ដោតលើខ្លួនឯងច្រើនផ្ដោតលើអត្តចរិតរបស់គាត់ខ្លួនឯងជាមួយនឹងគូរៀងខាងក្រៅរបស់គាត់អញ្ចឹងទៅអូខេអញ្ចឹងយើងចូលមកដល់ថ្ងៃទី7គឺយើងមាន Mercury conjunction Chiron នៅក្នុងតារានិករ Aries ទៀតអញ្ចឹងគឺថាដូចខ្ញុំបាននិយាយមុនហ្នឹងអញ្ចឹងសម្រាប់អ្នកដែលគាត់មាន Aquarius rising យើងដឹងស្រាប់ហើយ Aquarius គឺរៀងដាច់ដライពីគេណារៀងដូច alien អញ្ចឹងទៅណាមិនទៅចូលគេហ្មងទេប៉ុន្តែដូចខ្ញុំនិយាយពីមុនហ្នឹងគឺថាការនិយាយស្ដីរបស់គាត់អាចនឹងរៀងគេស្ដាប់រៀងយល់ឬក៏ចូលគេតិចចឹងណាក៏ប៉ុន្តែយើងត្រូវដឹងថាអញ្ចឹងនៅពេលដែលគេរៀង comfortable ក្នុងការនិយាយជាមួយយើងហើយគេនឹងប្រាប់តាក់ទងជាមួយនឹងចំណុចខ្វះខាតរបស់យើងអញ្ចឹងនៅក្នុងថ្ងៃទី7ហ្នឹង Mercury conjunction Chiron នៅក្នុងតារានិករ Aries អាចនឹងឆ្កឹះស្នាមរបួសរបស់ Aquarius rising ដែលគាត់ចេះតែចង់កិច្ចអីហ្នឹងហើយតាក់ទងជាមួយនឹងដែលគាត់ចង់កិច្ចគាត់ចង់តមិនចង់ជួបមិនចង់អីចឹងណាអាចនឹងតាក់ទងជាមួយនឹងអ្នកជិតខាងឬក៏អាចនឹងការនិយាយស្ដីរបស់ពួកគាត់ដែលអាចនឹងនិយាយបានថាពីមុនអាចនឹងគាត់និយាយអីទៅលក្ខណៈថារៀងរូតរៀងអីចឹងណាដែលធ្វើឲ្យគេនិយាយថាហែងនិយាយអញ្ចឹងអត់ស្តំអត់អីចឹងទៅដែលធ្វើឲ្យគាត់ឈឺចាប់ធ្វើអីហ្នឹងទៅហ្នឹងហើយអញ្ចឹងអ្នកទាំងអស់គ្នាគួរតែប្រឈមមុខជាមួយនឹងបញ្ហារឿងហ្នឹងប្រឈមមុខថាសួរខ្លួនឯងនឹងចេះអញនិយាយចឹងមែនអត់បើអញនិយាយចឹងមែនអូខេយើងកាយទម្លាប់នឹងចេញដូចខ្ញុំនិយាយចឹងគឺថាទម្លាប់យើងមួយមិនប្រកាសថាវាជា healthy ទម្លាប់ healthy របស់យើងទេទម្លាប់តែសុខភាពល្អសម្រាប់យើងទេអញ្ចឹងណាការនិយាយស្ដីអីរបស់យើងហ្នឹងហើយអ្នកដែលគាត់មាន Aquarius rising គួរតែគិតបន្តិចកុំឲ្យមាត់ឆៅពេកហ្នឹង
បើសិនជាអ្នកទាំងអស់គ្នានៅក្នុងកំឡុងពេលថ្ងៃ7ហ្នឹងអ្នកទាំងអស់គ្នាមានបញ្ហាជួបរឿងអីមួយសម្គាល់វាទៅគួរតប្រឈមមុខជាមួយនឹងបញ្ហាដែលវាកើតឡើងហ្នឹងទទួលយកនៅអ្វីដែលយើងខ្វះខាតហើយយើងបំពេញចន្លោះកន្លែងហ្នឹងដើម្បីឲ្យយើងនឹងប្រសើរជាងមុនអញ្ចឹងណាដោយដែលខ្ញុំបាននិយាយនៅក្នុង Pluto retrograde នេះគឺអ្នកទាំងអស់គ្នាចង់ផ្លាស់ប្ដូរខ្លួនឯងទាំងស្រុងតែម្ដងមិនត្រឹមតែផ្លាស់ប្ដូររូបរាងខាងក្រៅទេប៉ុន្តែអត្តចរិតការនិយាយស្ដីគឺអ្នកទាំងអស់គ្នាចង់ផ្លាស់ប្ដូរទាំងស្រុងហ្មងអញ្ចឹងអាចនៅក្នុងកំឡុងពេលកំឡុងពេលថ្ងៃ7ហ្នឹងគឺវាជាឱកាសមួយល្អសម្រាប់អ្នកទាំងអស់គ្នាណាបើសិនជាមានគេនិយាយថាអូឯងអត់សូវល្អកន្លែងនេះអ្នកទាំងអស់គ្នាគួរតែយកអារឿងហ្នឹងយកមកពិចារណាបើសិនជាគេនិយាយឲ្យយើងល្អផ្លាស់ប្ដូរកន្លែងហ្នឹងវាល្អអូខេយើងផ្លាស់ប្ដូរយកបំពេញចំណុចខ្វះខាតរបស់យើងទៅកន្លែងហ្នឹងទៅដោយសារតែអ្នកទាំងអស់គ្នាចង់ផ្លាស់ប្ដូរខ្លួនឯងទាំងស្រុងតែម្ដងហ្នឹងហើយអញ្ចឹងសម្រាប់ Aquarius Rising វីដេអូរបស់ខ្ញុំគឺខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់កន្លែងណាផ្សេងទៀតអាចសាកសួរខ្ញុំបានខ្ញុំនឹងព្យាយាមឆ្លើយអស់ពីសមត្ថភាពអញ្ចឹងណាអរគុណច្រើនអ្នកទាំងអស់គ្នាបាយបាយជួបគ្នាវីដេអូក្រោយ